បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់នៅក្នុងបណ្ដាញសង្គមជាទីគោរពថ្ងៃនេះគឺខ្ញុំឃើញបាតដៃរបស់បងប្អូនស្រីបងប្អូនទេឃើញគាត់មានលក្ខណៈពិសេសច្រើនបាទជាបាតដៃដែលស្អាតផងដែរពីព្រោះជាប្រភេទបាតដៃដែលមានខ្សែជំនួយទៅល្អបើទម្រង់នៃខ្សែជីវិតគាត់អាចរាប់បានថាល្អសមរម្យបើមិនណាស់ណាទេទម្រង់នៃខ្សែខួរក្បាលរបស់គាត់ល្អហើយខ្សែវាសនារបស់គាត់ក៏ដុសចេញពីទួលច័ន្ទទៅលើបាទហើយខ្សែភពពុទ្ធគាត់រាងស្អាតបាទរាងស្អាតដុសចេញពីនេះមកកើតបានជាត្រីកោណនៅកន្លែងនេះមួយដែលយើងហៅថាផ្ទះបុណ្យហើយខ្សែអាពាហ៍ពិពាហ៍គាត់ដុសមកអញ្ចេះបាទហើយឆ្លងមកដល់កន្លែងនេះបាទទៅដល់ភពព្រះអាទិត្យហើយនៅលើភពព្រះអាទិត្យនេះគឺមានសញ្ញាផ្កាយមួយស្អាតដែលតើមកគាត់មានកិត្តិយសមានមុខមានមាត់បាទទទួលបាននៅភាពល្បីល្បាញបាទប៉ុន្តែក៏គាត់មានបញ្ហាច្រើនដែរដៃនេះបាទពីព្រោះតែខ្សែកាត់គាត់ក៏ច្រើនខ្សែកាត់កន្លែងនេះគឺនាំឲ្យគាត់មានបញ្ហាគ្រោះថ្នាក់ឬក៏កើតរឿងក្តីក្តាំបាននៅក្នុងជីវិតរបស់គាត់ហើយសញ្ញាខ្សែកាត់ទាំងច្រើនបាទហើយគាត់មានខ្សែអមនៅខ្សែជីវិតរបស់គាត់តាំងទូចមិនចេះយើងពិបាកមើលបន្តិចប៉ុន្តែមានខ្សែអមតែបញ្ជាក់ថាជីវិតគូរបស់គាត់គឺរៀងពិបាកបន្តិចអាចនឹងទទួលនៅគំនាបឬក៏អាចតទៅនឹងជីវិតគូដែលមានសម្ពាធដែលមានសម្ពាធអញ្ចឹងគឺគាត់រងសម្ពាធប៉ុន្តែខ្សែអាពាហ៍ពិពាហ៍របស់គាត់ល្អបើចេញមិនចេះបញ្ជាក់ថាគាត់អាចនឹងរៀបការជាមួយនឹងមនុស្សដែលមានទ្រព្យឬក៏មានឋានៈមុខមាត់ដែលអាចជួយឲ្យគាត់នឹងមានឋានៈមានមុខមាត់ឬក៏មានភាពល្បីល្បាញណាមួយផងដែរទម្រង់នៃខ្សែបេះដូងគាត់ស្អាតដៃទម្រង់ខ្សែបេះដូងគាត់មើលខ្ញុំគូខុសបាទវាបែកមុខអញ្ចឹងស្អាតបញ្ជាក់តែគាត់គឺជាមនុស្សដែលមានចិត្តល្អមានសេចក្តីស្រឡាញ់ក៏ល្អដែរប៉ុន្តែដោយសារខ្សែកាត់រញ៉េរញ៉ៃទើបធ្វើឲ្យមានបញ្ហាតាក់ទងទៅនឹងគូរបស់គាត់បាទអញ្ចឹងដៃនេះមានលក្ខណៈល្អច្រើនហើយពណ៌ស្បែកគាត់ក៏ស្អាតដែរពណ៌ស្បែកគាត់ហើយយើងឃើញថាកម្លាំងឈាមរត់នៅក្នុងដៃគាត់ហ្នឹងក៏រៀងល្អស្មើគ្នាដែរដូចថាទួលច័ន្ទគាត់រៀងធ្លាក់បន្តិចប៉ុន្តែយើងអាចរាប់ថាជាប្រភេទដៃដែលល្អសមរម្យបាទ